សរសេរភាគរយជាប្រភេទចាចំណុចក20%ចាអញ្ចឹងនេះគ្រូចង់បដូរ20%នេះអត់ទៅជាប្រភាគចាគឺកូនសរសេរបាន20ចាគឺភាគបាយ1 100ចាអញ្ចឹងកូនមើលខាងភាគយក01ចាខាងភាគបាយគឺ02ចាអញ្ចឹងគឺយើងអាចធ្វើការសម្រួល0ចោល1បានគឺសល់2លើចា2លើ10ចាអញ្ចឹង2លើ10កូនអាចសរសេរបានចា2គុណជាមួយនឹង1ចា10អាចសរសេរបាន2គុណជាមួយនឹង5ចាអញ្ចឹងលេខ2ដូចនេះកូនធ្វើការសម្រួលចេញចាអញ្ចឹងចម្លើយគឺស្មើ1ភាគ5ចាកូនមើលចំណុចខទាំងអស់គ្នាចា 3.5% ចាអញ្ចឹងកូនសេ3.5ចាភាគ100ចាអញ្ចឹងកូនត្រូវបដូរចំនួនទស្សភាគនេះឲ្យទៅជាចំនួនគត់ចាអញ្ចឹងដោយមើលទៅលើខាងផ្នែកទស្សភាគចាគឺមាន1ខ្ទង់ចាអញ្ចឹងកូនត្រូវគុណជាមួយនឹង10ចា3.5គុណជាមួយនឹង10ចា1ភាគបាយ100កូនសរសេរដដែលចាអញ្ចឹងកូនមកភាគយកគឺគុណជាមួយនឹង10ចាភាគបាយគឺគុណជាមួយនឹង10ដូចគ្នាចាអញ្ចឹង3.5គុណជាមួយនឹង10ចាគឺស្មើជាមួយនឹង35ចា100គុណជាមួយនឹង10ចាគឺស្មើជាមួយនឹង1000ចាស្មើមើល35ដែលគូអាចសរសេរបាន5គុណជាមួយនឹង5 2ចា1000អាចសរសេរបានចា5គុណជាមួយនឹង2 200ចាអញ្ចឹងគូមើលលេខ5ដូចគ្នាចាអញ្ចឹងអ្នកគូអាចធ្វើការសម្រួលចេញបានចាគឺសល់7ភាគ200 7ភាគ200ចានេះជាចម្លើយ